ซุ่มจุนรีงឆ្កែតឿនឹងចកចកមានចកចកសង្គមមួយក្បាលបានជួបនឹងសត្វឆ្កែតឿមួយក្បាលឆ្កែតឿនោះបាននិយាយថាបងមិនได้ក៏បងអញស្គមយ៉ាងនេះមើលចុះបើបងនៅដាក់ដូច្នេះបងអញពិតជាស្លាប់មិនខានហេតុតែបងអញមិនរកម្ចាស់មួយដូចជាខ្ញុំនេះទៅសត្វចកចកក៏តបវិញថាអរគុណហើយសំឡាញ់ខ្ញុំពិតជាត្រេកអរណាស់បើសិនជាខ្ញុំរកបានកន្លែងរួមនៅមែននោះឆ្កែបន្តថាកុំបារម្ភអីបងមកទៅជាមួយខ្ញុំនិយាយរួចពួកវាក៏នាំគ្នាចេញទៅនៅតាមផ្លូវចកចកសង្គមបានឃើញរោមនៅករបស់សត្វឆ្កែជ្រុះដុំវាក៏បានសួរទៅឆ្កែថាតើរោមត្រង់ករបស់ឯងកាត់អីបានជាជ្រុះដូចនេះឆ្កែតបទៅវិញថាអូអត់មានកាត់អីទេត្រង់នឹងជាកន្លែងដែលចៅហ្វាយខ្ញុំដាក់ប្រឡោកឲ្យវារឹតតឹងបន្តិចប៉ុន្តែមួយរយៈក្រោយមកខ្ញុំសុំនឹងវាទៅហើយចកចកភ្ញាក់ស្រែកភ្លាត់មាត់ឡើងថាម៉េចដាក់ប្រឡោកក៏ខ្ញុំសុំលាសិនឲ្យលោកម្ចាស់អើយ